តាកម្មវិធីប្រភេទនេះជាអ្វីការកាត់ដោយងឹតងល់ហើយវាថែមទាំងសម្រាប់តើហ៊ូរឹងទៀតផងតើនេះអាចទៅជាយ៉ាងដូចម្តេចវិញ្ញាណភាពនៃតើហ៊ូរឹងគឺរដុបការកាត់ដោយមិនបានកាត់គឺងាយនឹងបាក់ខ្លាំងណាស់កាត់វាជាពាក់កណ្ដាលក្លិនឈ្ងុយឆ្ងាញ់ណាស់មិនក៏ក្លិនឈ្ងុយយ៉ាងនេះវាគ្រាន់តែជាពេងប៉ោះមួយផ្លែប៉ុណ្ណោះហេតុអ្វីបានជាក្លិនក្រអូបខ្លាំងជាងក្លិនឈ្ងុយរបស់ខ្ញុំទៅទៀតនេះជាជំនាញកម្មវិធី Wensitover ដ៏ល្អបំផុតព្រៃឈើឲ្យអ្នកឈួតហើយហាន់តើហ៊ូរឹងជាដុំដូចតើហ៊ូ Wens តើអ្នកគិតដល់វាដោយរបៀបណាលោកគ្រូយីដែលលោកកាន់ខ្ទះពីក្នុងពេលតែមួយពិតជាអស្ចារ្យមែនមុខម្ហូបបង្គាស្រោចទឹកជ្រលក់ក្តាមនេះរសជាតិចូលជាតិសប្បុរសណាស់មើលឲ្យតិចរៀនឲ្យច្រើនហើយត្រូវចេះសង្កេតឲ្យច្បាស់លោកគ្រូលេងកុំទាន់ឆ្លោះគ្នាអីមកការិយាល័យខ្ញុំមួយផ្លែតមកមើលទៅទំនងជាចង់បើកប្រាក់រង្វាន់ឲ្យហើយបងស្រីសពេលនោះយើងនិយាយគ្នាថាបើភោជនីយដ្ឋានចំណេញនឹងឲ្យភាគលាភខ្ញុំ 3% ចុះថ្ងៃនេះបើភាគលាភមែនទេបានតែប៉ុណ្្នឹងទេសម្រាប់ខែនេះអីយ៉ាបងស្រីតិចម្លេះមិនគ្រប់សងថ្លៃបងរំលោះផ្ទះផងខ្ញុំខំធ្វើការទាំងយប់ទាំងថ្ងៃកាន់ផ្ទះពីរាល់ថ្ងៃហត់នឿយស្ទើរដាច់ខ្យល់ភាគលាភបានតិចតួចមិនថាអីទេនេះថែមទាំងឲ្យខ្ញុំឈប់ធ្វើការទៀតតើវាមានន័យថាម៉េចឈៀវយ៉ែងគឺជាអ្នកដែលខ្ញុំរៀបចំឲ្យទៅរៀនជំនាញពីអ្នកមុខម្ហូបបង្គាស្រោចទឹកជ្រលក់ក្តាមនិងមុខម្ហូបកាលីលីឆាជាមួយត្រីថ្ងៃនេះគេរៀនមុខម្ហូបដែលពិបាកបំផុតពីមុខរបស់អ្នកចេះអស់ហើយអីចឹងហើយបានជាអ្នកនៅទីនេះលែងមានប្រយោជន៍ទៀតខ្ញុំថាហើយបានជាអាមួយនេះចូលមកគៀកចិត្តខ្ញុំរាល់ថ្ងៃតាមពិតគឺមកលួចរៀនជំនាញខ្ញុំសោះលោកគ្រូយីនេះមិនហៅថាលួចទេនេះគេហៅថាការរៀនសូត្រអ្នកឯងជាអ្នកនិយាយខ្លួនឯងទេតើថាឲ្យមើលតិចរៀនច្រើនអ្នកឯងជាអ្នកនិយាយខ្លួនឯងទេអ្នកឯងជាអ្នកនិយាយខ្លួនឯងទេនេះមិនមែនហៅថាការចាប់ផ្ដើមទេនេះហៅថាឈាមអ្នកឯងនិយាយខ្លួនឯងថាមើលតិចអនុវត្តច្រើនទើបដៃជើងស្ទាត់ចុះខ្ញុំកំពុងតែអនុវត្តបានល្អណាស់ហ្នឹងអញ្ចឹងឯងអនុវត្តទៅមើលឈោមើលនឹងហៅថាអនុវត្តមែនទេអានឹងគេហៅថាឈោមើលល្ខោនទេព្រឹកមិញខ្ញុំឆាខ្លួនឯងមហូបទំពាំងបារាំងលីបកាលីលីបងស្រីស៊ូនិងអ្នកគ្រប់គ្រងសុទ្ធតែបានភ្លុកហើយគេថាទាំងកម្រិតភ្លើងការដាក់ម្សៅឆានិងភាពស្រួយគឺដូចបងបេះបិទតែម្ដងដូចបេះបិទអញ្ចឹងបានខ្ញុំសួរឯងមួយមុនដាក់ទំពាំងបារាំងចូលឆ្នាំងឯងត្រាំទឹកកកប៉ុន្មាននាទីមុនដាក់បង្គាចូលឯងកូរជាមួយស៊ុតប៉ុន្មានជុំពេលដុតភ្លើងចង្ក្រានឡើងអណ្ដាតភ្លើងក្នុងឆ្នាំងខ្ពស់ប៉ុន្មានអ៊ីងកុំមកនិយាយរឿងឥតប្រយោជន៍ទាំងនេះជាមួយខ្ញុំយ៉ាងណាក៏ដោយម្ហូបទាំងពីរមុខរបស់ឯងមានលក្ខណៈបែបណាពេលនេះខ្ញុំអាចចម្លងចេញមកបានដូចគ្នាបេះបិទភ្ញៀវក៏ញ៉ាំមិនដឹងដែរអ្វីដែលឯងចម្លងគឺគ្រាន់តែជាម្ហូបចំណែករបស់ខ្ញុំគឺជារសជាតិដើមត្រាប់តាមគេទាំងងឹតតងល់ចាំមើលខ្ញុំថាឯងនឹងធ្លាក់ខ្លួនដល់កម្រិតណាឈប់និយាយទៅក៏គ្មានប្រយោជន៍ដែរលែងនិយាយអ្នកជ្រើសរើសដោយខ្លួនឯងចោះយកស្រោមសម្បត្តិនេះទៅរឿងខែនេះចាត់ទុកថាចប់ត្រឹមនេះបើមិនអញ្ចឹងទេក៏រៀបចំអីវ៉ាន់ចេញទៅបងយីបងក៏កុំបន្ទោសបងស្រីស៊ូអីបងម្នាក់ឯងកាន់កាប់មុខតំណែងពីររាល់ថ្ងៃធ្វើម្ហូបលេងក្បាច់កាច់កុងចុះអ្នកដទៃគេធ្វើការយ៉ាងម៉េចពេលខ្ញុំទើបតែមកដល់ដំបងមួយថ្ងៃបដូរទៅមិនដល់40ទៅផងឥឡូវខ្ញុំម្នាក់ឯងទទួលខុសត្រូវពីរផ្នែកបដូរទៅបានដល់ទៅ80ទៅចុះចំណូលដែលបងគិតនោះគិតយ៉ាងម៉េចបងខ្លួនឯងដឹងច្បាស់ក្នុងចិត្តហើយរឿងកាលនេះមិនបាច់បងមកបង្រៀនខ្ញុំទេថាគិតយ៉ាងម៉េចរឿងពីមុនខ្ញុំមិនយកមកគិតទេចាប់ពីថ្ងៃស្អែកទៅបើបងនៅតែធ្វើការនៅទីនេះបើបដូរទៅបានត្រឹមតែ50ទៅចាត់ទុកថាខ្ញុំរៀនធ្វើម្ហូប10ឆ្នាំនេះអត់ប្រយោជន៍ចុះគំរាមអ្នកណាគេនឹងខ្ញុំតាមដានកត់ត្រាអស់កន្លះខែមកហើយរឿងសមាមាទៅគ្រឿងផ្សំអីនឹងខ្ញុំចាំច្បាស់ណាស់មានតែពួកអ្នកទេដែលគិតថាម្ហូបពីរមុខនោះជាស្នាដៃខ្លាំងបំផុតរបស់ខ្ញុំចាំទុកណាគឺពួកអ្នកទេដែលសាកសមឲ្យខ្ញុំចំអិនតែម្ហូបថោកទាបទាំងនេះថ្ងៃនេះត្រឡប់មកផ្ទះលឿនម្លេះមានរឿងអីផ្ទះបាយផ្ទុះឬវ៉ាន់ខ្ញុំឈប់ធ្វើការហើយមានរឿងអីកើតឡើងស៊ូចេញរករឿងអ្នកទៀតហើយមែនទេស៊ូខេងបានដាក់កូនសិស្សម្នាក់មកតាមខ្ញុំតាមដានខ្ញុំកន្លះខែមកហើយថ្ងៃនេះគេទុកម្ហូបចោលពាក់កណ្ដាលហើយក៏ទៅបាត់រួចគេនិយាយមកខ្ញុំថាបើមិនយកប្រាក់ចំណែកតិចតួចនោះហើយទៅឲ្យឆ្ងាយទេគឺត្រូវតែលីលែងដោយខ្លួនឯងពួកគេស្មានថាបានរៀនចេះធ្វើមុខម្ហូបក្តាមបង្គានិងមុខម្ហូបលូសាន់បេហ៊ីគឺបានគ្រប់គ្រងខ្ញុំទាំងស្រុងហើយនោះគ្រាន់តែជាមុខម្ហូបមូលដ្ឋានដែលគេសម្រួលដើម្បីឲ្យត្រូវនឹងចំណូលចិត្តអ្នកចំណែកឯស្នាដៃពិតប្រាកដវិញពួកគេមិនទាន់បានប៉ះសំបីតែបន្តិចផងម្នាក់នោះដែលតាំងពីអ្នកចូលធ្វើការមកតាមធ្វើជាជំនួយការឈៀវយ៉ាងមែនទេមែនហើយគឺជាមនុស្សរបស់ស៊ូខេងតាំងពីដើមដល់ចប់គឺជារឿងដែលគេរៀបចំទុកទាំងអស់អ្នកកំពុងធ្វើស្អីហ្នឹងបើខាងទីនេះមិនអោយនៅក៏នៅកន្លែងផ្សេងបានដែរដៃរបស់អ្នកមិនសមទៅធ្វើការឲ្យមនុស្សបែបនោះពិតជាខ្ជះខ្ជាយរបស់ល្អមែនក្មួយឲ្យបើខាងមិនមែនជារឿងលេងសើចទេលុយនេះពួកយើងត្រៀមទុកសម្រាប់បងថ្លៃផ្ទះណាក៏មិនអាចទ្រាំនឹងរឿងអាម៉ាស់បែបនេះដែរលុយសន្សំរបស់យើងអាចបើខាងខ្នាតមធ្យមបានមួយទៀតឲ្យតែគ្រប់គ្រងថ្លៃដើមបានល្អជាមួយធ្វើដៃរបស់អ្នកគឺច្បាស់ជាអាចរកដើមមកវិញបានហើយហាងនេះមិនអាចបើកនៅកន្លែងផ្សេងបានទេចុះបើកនៅណាបើកនៅក្បែរពួកគេនឹងឯងគេមិនមែនគិតថាគេអាចជំនួសកន្លែងអ្នកបានទេមិនមែនគិតថាភ្ញៀវញ៉ាំមិនដឹងពីភាពខុសគ្នាទេអញ្ចឹងយើងបើកហាងនៅក្បែរគេទៅឲ្យពួកគេដឹងថាអ្វីទៅហៅថាការវាយពកម្រិតអាជីពបានព្រឹកស្អែកនេះយើងនឹងទៅរកមើលទីតាំងហាងនៅខាងឆ្វេងអគារនេះមានហាងស៊ុបខ្សែសង្វាក់មួយចុះខាងស្ដាំវិញទីតាំងនេះគឺល្អឥតខ្ចោះតែម្ដងអ្នកដែលដើរមកគឺអាចមើលឃើញហាងនេះភ្លាមលោកម្ចាស់ហាងតើហាងនេះមានគម្រោងសិទ្ធិបន្តទេឥឡូវនេះគ្មានអ្នកណាគេញ៉ាំគុយទាវបែបខ្ញុំទៀតទេមុខរបរកាន់តែដុនដាបទៅមិនអាចបន្តទៅមុខទៀតបានទេតើពួកអ្នកចង់ជួបបន្តមែនទេតើអាចនាំពួកយើងទៅមើលផ្ទះបាយខាងក្រោយបានទេពួកយើងមានគម្រោងបើកហាងលក់ម្ហូបឆាដូច្នេះតម្រូវការលើផ្ទះបាយគឺគួរបន្តិចបានតើតាមខ្ញុំមក
ប្រព័ន្ធបឺតផ្សែងនេះត្រូវតែធ្វើថ្មីបើមិនអញ្ចឹងទេវាមិនអាចបឺតផ្សែងពេលឆាំហូបបានទេបំពង់បង្ហូរទឹកក៏ស្ទះបន្តិចដែរត្រូវតែសម្អាតវាឲ្យស្អាតម្ដងហាងខ្ញុំគ្រាន់តែជាកន្លែងស្ងោរគុយទាវដូច្នេះហើយទើបខ្ញុំមិនសូវបានរៀបចំវាប៉ុន្មានទេបើពួកអ្នកពិតជាចង់បានមែនថ្លៃសិតបន្តខ្ញុំនឹងគិតឲ្យថោកជាងនេះ តើលោកចង់បានប៉ុន្មានដែរ តម្លៃនេះឯង50000 ឧបករណ៍របស់អ្នកទាំងនេះយើងប្រើការអត់ការទេត្រូវតែរៀបចំថ្មីទាំងអស់ស្មើនឹងយើងទិញបានតែសម្បុកទេប៉ុណ្ណោះ ទីតាំងនេះល្អណាស់អ្នកមើលទៅភោជនីយដ្ឋាន Just Chenlau នៅក្បែរនោះចុះជារៀងរាល់ថ្ងៃលក់ដាច់ខ្លាំងណាស់ពូនិយាយតាមត្រង់ចុះពួកយើងនេះហើយដែលចេញមកពី Just Chenlau តម្លៃចុងក្រោយ30000ថ្ងៃនេះពួកយើងអាចចុះកិច្ចសន្យាបានភ្លាមបើពូមិនយល់ព្រមទេនោះពួកយើងនឹងទៅរកមើលកន្លែងផ្សេងទៀត បាន30000ក៏30000ចុះចាត់ទុកថាស្គាល់គ្នាជាមិត្តភក្តិទៅចុះយ៉ានយី តើអ្នកក្រុងនឹងដាក់ឈ្មោះហាងថាអ្វីដែរ ដាក់ថា Gaijin ចុះ Gaijin មែនហើយវិលត្រឡប់ទៅរកភាពដើមវិញខ្ញុំចង់ឲ្យពួកគេបានដឹងថាម្ហូបអាហារពិតប្រាកដគឺបែបណាគឺស្ថិតនៅលើការយល់ដឹងពីគ្រឿងផ្សំនិងការគ្រប់គ្រងភ្លើងឲ្យបានល្អបំផុត លោកលីនតើលោកមានគម្រោងអ្វីបន្តទៀត យើងមិនអាចធ្វើម្ហូបច្រើនមុខពេកទេព្រោះយើងមានគ្នាត្រឹមតែ2នាក់ប៉ុណ្ណោះដំណាក់កាលដំបូងខ្ញុំនឹងធ្វើជាមេចុងភៅម្នាក់ឯងបើធ្វើម្ហូបច្រើនពេកមិនត្រឹមតែហត់នឿយទេថែមទាំងងាយប៉ះពាល់ដល់គុណភាពទៀត ចុះយើងគួរលក់ម្ហូបអ្វីជាចម្បងតើយើងគួរយកមុខម្ហូបពិសេសរបស់អ្នកពីភោជនីយដ្ឋានជូសៀនឡាវមកទីនេះដែរទេ មិនបាច់ទេក្នុងពេលដែលពួកគេចាត់ទុកមុខម្ហូបតាមបំពង់បង្គានិងទំពាំងស្ងោរលីលីជាកំណត់ត្រកទុកឲ្យពួកគេលេងជាមួយរបស់ទាំងនោះចុះអ្វីដែលយើងត្រូវធ្វើគឺធ្វើមុខម្ហូបដែលពួកគេមិនអាចធ្វើបាន មុខម្ហូបនេះ ការបើកភោជនីយដ្ឋានបើចង់ល្បីល្បាញភ្លាមតើតែមានមុខម្ហូបពិសេសប្រចាំហាងមុខម្ហូបនេះមានវិធីធ្វើស្មុគស្មាញណាស់ការរងាស់ទឹកស៊ុបត្រូវការអត់ធ្មត់និងការគ្រប់គ្រងភ្លើងខ្ពស់បំផុតសរុបទាំងអស់មាន7មុខលក់ក្នុងចំនួនកំណត់ជារៀងរាល់ថ្ងៃដើម្បីរក្សាគុណភាពឲ្យបានល្អបំផុត មុខម្ហូបពិសេសទាំង7មុខនេះវិធីនេះពិតជាអស្ចារ្យណាស់លីងយេខ្ញុំទន្ទឹងរង់ចាំថ្ងៃបើកហាងមិនចង់បានទេឆ្ងាញ់ខ្លាំងណាស់ អាហារនេះឆ្ងាញ់ជាងអ្វីទាំងអស់ដែលអ្នកធ្លាប់ធ្វើនៅភោជនីយដ្ឋានជូសីឡាវឆ្ងាញ់ជាងរាប់រយដងឯណោះលីងយេតើពីមុនមកអ្នកលាក់សមត្ថភាពដល់កម្រិតណាទៅ នៅកន្លែងដែលគេគិតតែពីល្បឿនបែបនោះការបញ្ចេញសមត្ថភាពពិតគឺជារឿងខ្ជះខ្ជាយឥឡូវនេះទីនេះគឺជាទឹកដីរបស់យើងសៀវចាងចុះមុខម្ហូបបង្គាបំពង់សុទ្ធក្តាមរបស់អ្នកនេះយ៉ាងម៉េចដែរភ្ញៀវថាបង្គារឹងពេកទំពាមិនរួចសោះគេទាមទារឲ្យម្ហូបនេះចេញមិនអាចទៅរួចទេខ្ញុំធ្វើតាមរូបមន្តរបស់លីងយេទាំងស្រុងហើយក៏ធ្វើតាមពេលវេលាដែលកំណត់ដែររូបមន្តនិងពេលវេលាបង្គាថ្ងៃនេះធំជាងម្សិលមិញចុះអ្នកនៅតែប្រើពេលវេលាឆាដូចគ្នាទៀតឬតើមិនចាស់បានដោយរបៀបណាហើយទំពាំងបារាំងនេះទៀតគ្មានជាតិស្រួយសោះតើអ្នកធ្វើការកើតដែរឬទេប្រញាប់ធ្វើថ្មីភ្លាមទៅនៅខាងក្រៅនៅសល់3ទទៀតកំពុងរងចាំអាហារលោកស្រីស៊ូអត្រាការលុបចោលការកំងនៅយប់នេះគឺខ្ពស់ជាងធម្មតាដល់ទៅ 20% អតិថិជនចាស់ជាច្រើនកំពុងសួរថាតើបានបដូរមេចុងភៅមែនទេ ប្រាប់ទៅផ្នែកខាងមុខទៅថាថ្ងៃនេះមេចុងភៅមិនសូវស្រួលខ្លួនបញ្ចុះតម្លៃឲ្យភ្ញៀវទៅ ប៉ុន្តែអ្វីទៀត ប៉ុន្តែទូបញ្ចុះតម្លៃក៏មិនអាចសម្រួលចិត្តភ្ញៀវបានដែរមានភ្ញៀវប្រចាំមួយចំនួននិយាយថាពួកគេនឹងមិនមកទីនេះទៀតទេពួកគេថាគុណភាពមុខម្ហូបខាងយើង ទៅហៅសៀវចាងមកទីនេះទោះបីត្រូវប្រើវិធីណាដែលអាក្រក់ក៏ដោយក៏ត្រូវតែឲ្យគេធ្វើម្ហូបពីមុខនេះឲ្យបានល្អ លោកស្រីស៊ូលោកស្រីមើលទៅខាងនោះទៅបងស្រីស៊ូគាត់ចង់បើកហាងនៅក្បែរនេះ ខ្លាចអីគ្រាន់តែជាចុងភៅម្នាក់ដែលគេដេញចេញ តើអាចធ្វើអ្វីបានទៅ ពីដំណឹងអត់ចុងភៅធំនៅភោជនីយដ្ឋានជូសៀនឡាវដូរថ្មីហើយម្ហូបបង្គាទឹកជ្រលក់ក្តាមកាលពីម្សិលមិញរសជាតិអង់ខ្លាំងណាស់ មែនអត់ហ្នឹងខ្ញុំមកទីនេះក៏ព្រោះតែចង់ញ៉ាំមុខម្ហូបនឹងដែរ កុហកអ្នកឯងធ្វើអីក្នុងគ្រប់ខ្ញុំគេអ៊ូតំរឿងនឹងពេញនឹង ក្លិនអីហ្នឹងដូចជាហូរមកពីខាងនោះសោះគួយចិនជាហាងបើកថ្មីតោះទៅមើលបន្តិចទៅ អ្នកទាំងអស់គ្នាចង់ញ៉ាំអីដែរថ្ងៃនេះហាងយើងបើកសាកល្បងមួយនុយនៅជាប់នឹងជញ្ជាំង ស្បែកក្តោបទឹកស៊ុបថ្លាតម្លៃ299យួនមួយចានអ្នកស្រីម្ចាស់ហាងស្បែកក្តោបនេះធ្វើពីមាសមែនទេចង់ប្លន់លុយគ្នា លោកម្ចាស់ក្លិនក្រអូបនេះគឺចេញមកពីមុខម្ហូបមួយនេះឯងយើងនៅមានម្ហូបផ្ទះធម្មតាផ្សេងទៀតតម្លៃសមរម្យណាស់ អូខេយកមួយចានមកខ្ញុំចង់ដឹងណាស់ថាស្បែកក្តោបតម្លៃជិត300យួននេះវាមានរសជាតិអស្ចារ្យកម្រិតណានេះវាទន់ល្មើយខ្លាំងម្ល៉េះ លោកសាកភ្លក់ទឹកស៊ុបមួយម៉ាត់សិនទៅ អស្ចារ្យណាស់ពិតជាអស្ចារ្យមែនខ្ញុំញ៉ាំអាហារនៅភោជនីយដ្ឋានលំដាប់ខ្ពស់ច្រើនឆ្នាំមកនេះមិនដែលបានភ្លក់ទឹកស៊ុបណាឆ្ងាញ់បែបនេះទេចុងភៅម្នាក់នេះជានរណាធ្វើដៃកម្រិតមេដៃពិតមែន គាត់ឈ្មោះលីនយេជាម្ចាស់ហាងយើងហើយក៏ជាចុងភៅតែម្នាក់គត់នៅទីនេះ សៀវចាងធ្វើម្ហូបខ្សាច់ខូចអស់មួយឆ្នាំងទៀតហើយឥឡូវភ្ញៀវកំពុងរករឿងនៅខាងក្រោមចង់ជួបចុងភៅធំ ប្រាប់ឲ្យវាប្រញាប់មកទីនេះភ្លាមឲ្យវាប្រញាប់មកជួបខ្ញុំឥឡូវនេះនេះឬដែលអ្នកថាដូចគ្នាបេះបិទនោះ បងស្រីស៊ូខ្ញុំធ្វើតាមរូបមន្តរបស់លីនយេពិតមែនណាពេលណាត្រូវដាក់ខ្ទះដាក់អំបិលប៉ុន្មានស្ករប៉ុន្មានសូម្បីតែចំនួនដងដែលត្រូវឆាក៏ខ្ញុំរាប់ដែរហើយអ្វីបានជាឆាមកមានសភាពបែបនេះទៅវិញ អ្នកមិនដឹងថាហេតុអ្វីមែនទេប៉ុន្តែភ្ញៀវគេដឹងគេថាបង្គាដូចទំពាចេកញ៉ាំទំពាំងជ្រក់ដូចញ៉ាំស្មៅមិនមែនថាចេះធ្វើហើយទេមិនមែនថាភ្ញៀវមើលមិនដឹងទេ ថ្ងៃនេះបង្គាថ្ងៃនេះធំជាងម្សិលមិញបន្តិចទំពាំងជ្រក់ក៏ចាស់ជាងបន្តិចដែរខ្ញុំមិនបានកែសម្រួលភ្លើងទេ គ្រឿងផ្សំផ្លាស់ប្ដូរអ្នកមិនចេះកែសម្រួលតាមនឹងទេចុះអ្នកវិញ លេងយាយនាងគ្រាន់តែមើលភ្លើងហិតក្លិនក៏ដឹងថាដល់ពេលត្រូវដួសចេញហើយបងស្រីសុំមុខម្ហូបពីរមុខនោះមានតិចនិចច្រើនណាស់សីតុណ្ហភាពខុសគ្នាកន្លះដឺក្រេពេលវេលាខុសគ្នា2វិនាទីរសជាតិក៏ខុសគ្នាឆ្ងាយណាស់ ទៅផ្លាស់ខោឲ្យចេញទៅទិញមួយចានមកឲ្យខ្ញុំនៅហាងក្បែរនេះហើយខ្ចប់ម្ហូបឆាពីរមុខមកជាមួយផងខ្ញុំចង់ដឹងណាស់ថាលេងយាយនាងកំពុងធ្វើស្អីឲ្យប្រាកដ អាហោះខ្ញុំទៅ បើអ្នកមិនទៅចង់ឲ្យខ្ញុំទៅ
ឆាប់ទៅទិញទៅបើទិញមិនបានថ្ងៃនេះអ្នករៀបចំអីវ៉ាន់ចេញពីទីនេះទៅ អ្នកស្រីម្ចាស់ហាងម្ហូបស្បែកក្តោបទឹកថ្លារបស់អ្នកពិតជាពិសេសមែនថែមឲ្យខ្ញុំមួយចានទៀតមក សូមទោសផងស្បែកក្តោបទឹកថ្លាមានកំណត់ត្រឹមតែ10ចានក្នុងមួយថ្ងៃប៉ុណ្ណោះរបស់ថ្ងៃនេះអស់ហើយចុះលោកសាកភ្លក់មុខម្ហូបថ្មីវិញបានទេជាមុខម្ហូបបង្គា9ជាន់ឧទើបតែដាក់លក់ថ្ងៃនេះទេ បង្គា9ជាន់ឈ្មោះស្ដាប់ទៅប្លែកម្លេះម្ហូបអីហ្នឹង វាជាពោះវៀនជ្រូកបំពងស្រួយតែធានាថាខុសពីអ្វីដែលអ្នកធ្លាប់ញ៉ាំពីមុន ពោះវៀនជ្រូកកាហីអូយបើធ្វើមិនស្អាតគឺឆ្អាបខ្លាំងណាស់ណាតែបើមើលតាមទឹកស៊ុបរបស់អ្នកខ្ញុំជឿជាក់យកមួយចានមកក្រអូបខ្លាំងណាស់អ្នកទាំងអស់គ្នាឲ្យខ្ញុំមានអារម្មណ៍ថាដូចជាត្រូវក្លិននេះតាក់ទាញប្រលឹងទៅបាត់ហើយតោះយើងចូលទៅសាកល្បងហាងថ្មីនេះទាំងអស់គ្នាអ្នកស្រីម្ហូបចាននេះដាក់ឲ្យខ្ញុំមកខ្ញុំឲ្យថ្លៃទ្វេដងសូមទោសលោកនេះជារបស់ភ្ញៀវទៅនោះ បើលោកចង់ញ៉ាំសូមមេត្តាយកលេខរៀងតម្រង់ជួរជាមុនសិន ខ្ញុំជាអាវីអ្នកលេងបណ្ដាញសង្គមខាងម្ហូបអាហារដែលមានអ្នកតាមដានដល់ទៅ2លានអ្នកខ្ញុំនឹងជួយផ្សព្វផ្សាយហាងអ្នកដោយឥតគិតថ្លៃឲ្យយកចាននេះមកឲ្យខ្ញុំសាកល្បងមុនទៅតើបានទេទោះមានអ្នកតាមដាន20លានអ្នកក៏ត្រូវតែតម្រង់ជួរដែរនៅទីនេះច្បាប់ទម្លាប់សំខាន់ជាងចំនួនអ្នកតាមដាន1 លើកម្ហូបមកបានក៏ខ្លាំងដែរតើថ្ងៃនេះខ្ញុំនឹងតម្រង់ជួរឲ្យមើលខ្ញុំចង់ដឹងណាស់ថាម្ហូបអ្នកនឹងមានរសជាតិសមនឹងចរិតអ្នកដែរឬអត់អ្នកទាំងអស់គ្នាមើលឲ្យច្បាស់ណាស់មុខម្ហូបនេះពិតជាមើលទៅគួរឲ្យចង់ញ៉ាំមែនពណ៌សម្បុរស្អាតណាស់ប៉ុន្តែរបស់ដូចជាពោះវៀនជ្រូកនេះខ្លាចបំផុតគឺមើលទៅល្អតែសម្បកខាងក្រៅតោះយើងសាកភ្លក់មើលទាំងអស់គ្នានេះជារឿងដែលមិនអាចទៅរួចទេតើហាងធំមួយនេះធ្វើឲ្យរសជាតិឆ្ងាញ់ដល់កម្រិតនេះបានដោយរបៀបណាតើនេះជាការគ្រប់គ្រងកម្ដៅប្រេងបែបណាទៅហើយរូបមន្តទឹកជ្រលក់នេះគឺពិតជាអស្ចារ្យខ្លាំងណាស់អ្នកទាំងអស់គ្នាខ្ញុំសូមដកពាក្យដែលនិយាយមុននេះវិញម្ចាស់ហាងនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអួតអាងនេះជាម្ហូបហាងធំដែលឆ្ងាញ់បំផុតដែលខ្ញុំធ្លាប់ញ៉ាំក្នុងមួយជីវិតនេះឆ្ងាញ់ខ្លាំងណាស់បងស្រីស៊ូខ្ញុំទិញមកវិញហើយការ៉ុតមួយចានលក់តម្លៃ88តើលីងយាយគាត់ចង់កោបលុយមែនទេកម្រិតភ្លើងពីមុនគាត់ធ្វើការនៅជូសៀនឡៅគាត់លាក់សមត្ថភាពមកជានិច្ចបងស្រីស៊ូវាឆ្ងាញ់ដល់ថ្នាក់នឹងមែនទេក៏គ្រាន់តែជាការ៉ុតនិងសាច់ខ្លាឃ្មុំដែរមិនមែនទេឯងដឹងអីយើងចាញ់ហើយឯងមកដល់ហើយនៅមិនដឹងថាចាញ់ដោយរបៀបណាទៀតឬទៅតាមខ្ញុំទៅហាងក្បែរនេះចំនួនលុយដែលរកបានថ្ងៃត្រង់នេះក៏និយាយចេញមកហើយលោកលីងអ្នកទីមើលថាបានប៉ុន្មាន20000 40000ឯណោះមានទៅតែ5មួយប៉ុណ្ណោះអត្រាផ្លាស់ប្ដូរទុកខ្ពស់បែបនេះបើគិតតាមល្បឿននេះមិនដល់1ខែផងនឹងអាចរកដើមទុនមកវិញបានខ្ញុំមិនញ៉ាំបាយទេចុះលោកស្រីស៊ូមកទីនេះមានការអ្វីដែរមកខ្ចីទឹកស៊ីអ៊ីវឬខ្ចីទឹកខ្មេះលោកលីនខ្ញុំទទួលស្គាល់ថាខ្ញុំមើលស្រាលអ្នកហើយចុះយ៉ាងម៉េចទៀតអ្នកមកដើម្បីសុំទោសឬសុំទោសនិយាយរឿងចំនួនគឺត្រូវនិយាយតាមបែបចំនួនខ្ញុំគ្រាន់តែធ្វើជាអ្នកគ្រប់គ្រងម្នាក់ដើម្បីបង្កើនប្រសិទ្ធភាពការងារឲ្យអ្នកត្រឡប់ទៅជួសៀនឡើងវិញទៅតំណែងចុងភៅធំនៅតែជារបស់អ្នកចំណែកប្រាក់ចំណេញនឹងដំឡើងឲ្យដល់40លក្ខខណ្ឌគឺត្រូវដាក់មុខម្ហូបទាំងប៉ុន្មាននេះចូលក្នុងមើលនុយលោកស្រីស៊ូការគិតលេខរបស់អ្នកខ្ញុំនៅផ្ទះបាយកយដែរវីមួយដៃហើយឲ្យស្ករគ្រាប់មួយគ្រាប់អ្នកគិតថាលោកលីនជាក្មេងអាយុ13ឆ្នាំឬកញ្ញាជាងខ្ញុំកំពុងនិយាយរឿងចំនួនកុំទាន់អាកាត់លុយ100,000បូករួមនឹងភាគលាភ40មួយឆ្នាំយ៉ាងហោចណាស់ក៏រកបានរាប់សិបម៉ឺនដែរតើពួកអ្នកធ្វើការហត់នឿយបែបនេះរកបានប៉ុន្មានទៅស៊ូឈីងតើអ្នកគិតថាលុយអាចទិញបានគ្រប់យ៉ាងមែនទេចុះមិនមែនទេចុះអ្នកដឹងទេថាប្រលឹងរបស់ចុងភៅគឺទិញមិនបានទេនៅភោជនីយដ្ឋានជូសៀនឡៅខ្ញុំគ្រាន់តែជាម៉ាស៊ីនឆាំហូបប៉ុណ្ណោះប៉ុន្តែនៅទីនេះខ្ញុំគឺជាចុងភៅខ្ញុំនឹងបើកហាងនេះបន្តទៅមុខទៀតបើករហូតដល់ជូសៀនឡៅបិទទ្វារលីនយេកុំឲ្យមុខមិនទទួលយកការល្អអ្នកគិតថាការបើកហាងវាស្រួលណាស់មែនទេអ្នកគិតថាមានម្ហូបឆ្ងាញ់ប៉ុន្មានមុខអាចឈរជើងបានមែនទេច្បាប់ទម្លាប់នៅតាមផ្លូវនេះអ្នកនៅមិនទាន់យល់ទេខ្ញុំមិនចាំបាច់យល់ពីច្បាប់ទម្លាប់ទេខ្ញុំនេះហើយគឺជាច្បាប់ល្អណាស់អញ្ចឹងចាំមើលទៅសង្ឃឹមថាស្អែកអ្នកនៅតែអាចរឹងមាំបែបនេះទៀតលីនយេតើប្រយោគចុងក្រោយរបស់គាត់មានន័យថាម៉េចតើគាត់ចេះលេងល្បិចកលដែរទេទឹកមកដីទប់តបមកមេតបទប់លោកចៅមានរឿងអីហ្នឹងសាច់ជ្រូក3ជាន់ថ្នាក់លេខ1នឹងបង្គារស់ថ្ងៃនេះហើយអ្វីនៅមិនទាន់ដឹកមកដល់ទៀតពិតជាមិនល្អសោះស៊ូឈីងនិយាយថាបើអ្នកដឹកបន្លែសំបីតែមួយដើមទៅឲ្យអ្នកគឺបញ្ជីទិញទាំងអស់នឹងត្រូវផ្អាកភ្លាមខ្ញុំត្រូវរកស៊ីចិញ្ចឹមគ្រួសារណាមកកាត់ផ្លូវរកស៊ីខ្ញុំបែបនេះស៊ូឈីងអ្នកមានសមត្ថភាពត្រឹមតែប៉ុណ្្នឹងមែនទេមានរឿងអីលោកចៅមិនបានដឹកទំនិញមកទេមិនមែនតែលោកចៅម្នាក់ទេខ្ញុំស្មានថាអ្នកផ្គត់ផ្គង់ផ្សេងទៀតក៏សុទ្ធតែត្រូវបានស៊ូឈីងកំងទុកមុនអស់ហើយគាត់ចង់កាត់ផ្លូវយើងពីប្រភពតែម្ដងចុះយើងត្រូវធ្វើម៉េចទៅបើគ្មានគ្រឿងផ្សំថ្នាក់លេខ1ទេមុខម្ហូបដូចជាទឹកពុះស្ងោរស្វៃឬគ្រឿងក្នុងជូរ9មិនអាចធ្វើចេញមកបានឡើយភ្ញៀវសម្រាប់ថ្ងៃត្រង់នេះគឺបានរៀបចំរួចរាល់អស់ហើយអ្នកណាថាគ្មានគ្រឿងផ្សំល្អឯគឺធ្វើម្ហូបឆ្ងាញ់មិនកើតគេស្មានថាគេអាចកាត់ផ្លូវខ្ញុំបានតែគេមិនដឹងទេថាចុងភៅកម្រិតកម្ពុជាពិតប្រាកដគឺអាចប្រែក្លាយរបស់ធម្មតាឲ្យទៅជាអស្ចារ្យបានទៅណាទៅធ្វើការថ្ងៃនេះខ្ញុំនឹងឲ្យស៊ូឈីងបានដឹងថាអ្វីទៅដែលហៅថាការបង្ក្រាបដោយសមត្ថភាពពិតប្រាកដលោកលីតើយើងត្រូវទិញទំនិញនៅទីនេះមែនទេតើគ្រឿងផ្សំនៅទីនេះមិនធម្មតាពេកទេចុងភៅពិតប្រាកដអាចធ្វើឲ្យមុខម្ហូបធម្មតាទៅជាមុខម្ហូបដ៏អស្ចារ្យបានគិតថាការកាត់ផ្ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្ញុំអាចធ្វើឲ្យខ្ញុំស្លាប់បានមែនទេគាត់ពិតជាមិនស្គាល់ខ្ញុំច្បាស់សោះថៅកែសាច់ជើងមុខមួយដុំមកយកសាច់ត្រង់កន្លែងឆ្អឹងស្មាចុះមកក្រោមបេអ៊ីងនឹងក្មួយឲ្យសាច់កន្លែងនឹងវាមានសរសៃច្រើនឆាទៅវាស្វិតណាស់បើចង់ធ្វើម្ហូបថ្លៃត្រូវទិញសាច់ត្រង់ចង្កេះសាច់ចង្កេះវាស្វិតពេកហើយខ្វះជាតិខ្លាញ់ចំណែកសាច់3ជាន់វិញក៏ខ្លាញ់ពេកងាយនឹងចេញខ្លាញ់ណាស់យកកន្លែងនឹងមកហាន់ឲ្យខ្ញុំ5គីឡូហើយជួយយកស្បែកជ្រូកដែលគេមិនយកនៅក្បែរនោះមកឲ្យខ្ញុំផងខ្ចប់ឲ្យខ្ញុំទាំងអស់មកលោកលីត្រីកាហ្វេវាមានក្លិនឆ្អាបដីខ្លាំងណាស់ភោជនីយដ្ឋានលំដាប់ខ្ពស់គេមិនដែលយកត្រីនេះមកធ្វើម្ហូបទេទោះបីត្រីកាហ្វេវាធម្មតាក៏ដោយប៉ុន្តែសរសៃសាច់របស់វាគឺរឹងមាំបំផុតក្នុងចំណោមត្រីទឹកសាបឲ្យតែចេះធ្វើឲ្យត្រឹមត្រូវគឺមិនចាញ់ត្រីតុកកែទេថៅកែយកត្រីមួយនេះហើយមួយទៀតនៅក្បែរនោះផងមិនបាច់កាប់ទេខ្ញុំយកទាំងរស់
វាងវ៉ានទៅខាងមុខកែមើលនុយនៅលើស្លាកសញ្ញាទឹកនោះចេញ ឲ្យកែទៅជាអ្វី គ្មានមុខម្ហូបស្បែកក្តៅទឹកពុះទេគ្មានមុខម្ហូបបង្គាស្រស់9ត្រឡប់ទេស្បែកជើងក្រឡុកត្បូងមរុកសាច់ជ្រូកជូកសែងលើព្រើស៊ុបនាគប្រេងហូតម្លៃទាំងអស់កំណត់ត្រឹម98យួនក្នុងមួយចាន 98 ម្ហូបដែលធ្វើចេញពីចំណាយត្រឹមតែប៉ុន្មានសិបយួននេះលក់ក្នុងតម្លៃ98យួនតើលោកស្រី Conran នឹងគិតថាពួកយើងកេងប្រវ័ញ្ចគាត់ទេ បន្ទាប់ពីពួកគេបានញ៉ាំហើយពួកគេនឹងមានអារម្មណ៍ថា98យួនគឺថោកពេកទៅវិញទេមើមឆៃថាវាមានរសជាតិហឹរទឹកកកលីជាមួយទឹកខ្មេះអាចជួយរក្សាភាពស្រួយរបស់វាបានភ្លាមក្នុងពេលជាមួយគ្នាក៏អាចបំបត្តិក្លិនដីដែលនៅខាងក្នុងនោះដែរ ត្រីកាស Grass Corp ច្រើនដងជាពិសេសគឺឆ្អឹងតូចចុះអានេះត្រូវធ្វើដូចម្តេច មិនបាច់ដកឆ្អឹងចេញទេប្រើវិធីកោសយកតែឆ្អឹងត្រីដែលទន់បំផុតឆ្អឹងតូចទាំងអស់នឹងត្រូវទុកចោលនៅលើស្បែកត្រីលោកស៊ូខ្ញុំបានស៊ើបសួរហើយលីនក៏បានទៅផ្សារលក់បន្លែដែរទិញសាច់ជ្រូកត្រីក្រាញ់និងស្បែកក្តោបប្រហែលជាគាត់អស់សង្ឃឹមហើយ គាត់ចង់យកត្រីក្រាញ់មកលក់ជាត្រីបាសចាំមើលគាត់ដោះស្រាយយ៉ាងម៉េចហើយមនុស្សពីរបីនាក់ទៅតាមដានមើលឲ្យតែមានភ្ញៀវបង្កចំនួនថតវីដេអូបង្ហោះតាមអនឡាញភ្លាម យល់ហើយមិនបានថ្ងៃនេះបដូរមើលមួយហើយចុះស្បែកក្តោបទឹកពុះទៅណារមៀលត្បូងមរុកសាច់ជ្រូកអប់គ្រឿងនេះជាម្ហូបអីទៅឈ្មោះស្ដាប់ទៅពីរោះមែនតែសំបីតែរូបភាពក៏គ្មានដែរអ្នកស្រីម្ចាស់ហាងថ្ងៃនេះមិនលក់ម្ហូបប្រចាំហាងកាពីមិនទេជំរាបសួរភ្ញៀវទាំងអស់គ្នា ដោយសារមូលហេតុដែលមិនអាចជៀសបានមួយចំនួនមុខម្ហូបពិសេសថ្ងៃនេះគឺធ្វើពីគ្រឿងផ្សំធម្មតាតែម្ចាស់ហាងយើងធានាថារសជាតិនៅតែឆ្ងាញ់ដដែលក៏តាមមិនអាចជៀសវាងបានអីទេ ចុះបែបនេះមិនមែនមានន័យថាទិញរបស់ល្អមិនបានទេហីទៅលឿនឡើងយកម្ហូបមួយចានមកតម្លៃ3កាក់មែនទេបងប្អូនឲ្យចាំមើលស្នាដៃគាត់ចុះគ្រឿងផ្សំកាន់តែធម្មតាកាន់តែបង្ហាញពីសមត្ថភាពពិតថ្ងៃនេះខ្ញុំអាហ្វីសុកចិត្តធ្វើជាអ្នកសាកល្បងដើម្បីដឹងថា98នេះវាអត់ ខំប្រឹងតស៊ូដល់នាទីចុងក្រោយចាំមើលបន្តិចទៀតទៅពួកគេនឹងយំមិនខានទេ បងប្អូនអើយនិយាយតាមត្រង់ចុះអាហារទាំងនេះខ្ញុំញ៉ាំរាល់ថ្ងៃរហូតធុញហើយខ្ញុំចង់ដឹងណាស់ថាចុងភៅលេនម្នាក់នោះថ្ងៃនេះនឹងធ្វើម្ហូបបែបណាខ្លះមុខម្ហូបទី1គឺរមៀតបន្លែបៃតងនេះវាជាឆៃថាវសោះស្រទាប់ខាងក្រៅធ្វើពីទឹកស្លឹកបន្លែលាយជាមួយម្សៅរួចយកទៅធ្វើជាសម្បកគ្រីស្ដាល់ស្ដើងខាងក្នុងគឺជាសាច់ឆៃថាវដែលបានក្លាសេតិចសូមអញ្ជើញពិសាឲ្យងប់ហើយអ្នកទាំងអស់គ្នាខ្ញុំស្បត់ថាខ្ញុំអត់មានដាក់ script ទេហេតុអ្វីបានជាឆៃថាវនេះមានរសជាតិផ្អែមដូចអាហារសមុទ្រចឹងវាស្រួយរហូតដល់ខ្ញុំវិលមុខអស់ហើយព្រះឲ្យនេះពិតជាឆៃថាវមែនទេតើគេកាត់យ៉ាងម៉េចបានជាសរសៃតូចស្មើគ្នាបែបនេះគ្រាន់តែឃើញស្នាដៃកាត់ក៏ដឹងថាផ្កាយ Michelin ក៏រកមិនបានដែររលាយក្នុងមាត់តែម្ដងតែខាងក្រៅវាស្រួយណាស់សាច់ខាងក្នុងគ្រាន់តែខាំភ្លាមក៏ចេញជាទឹកសាច់មកតែម្ដងហើយថែមទាំងមានក្លិនឈ្ងុយដូចផ្លែឈើទៀតនេះពិតជាសាច់ជ្រូកមែនទេ គឺធ្វើពីសាច់ត្រីកាហែ ឆ្ងាញ់ខ្លាំងណាស់សាច់ត្រីនេះមានសភាពយឺតទៀតផងអត់មានឆ្អឹងសំបីបន្តិចហើយក៏គ្មានក្លិនឆ្អាបត្រីដែរទឹកស៊ុបនេះគឺជាទឹកស៊ុបខាប់ដែលចម្រាញ់ចេញមកនេះទើបហៅថាជំនាញពិតប្រាកដប្រែក្លាយរបស់ធម្មតាឲ្យទៅជាអស្ចារ្យយកគ្រឿងផ្សំតម្លៃរាប់សិបធ្វើឲ្យមានរសជាតិដូចតម្លៃរាប់ពាន់ភោជនីយដ្ឋានយកឈៀងឡៅតែងតែអួតថាគ្រឿងផ្សំខ្លួនថ្លៃប៉ុណ្ណាចុងក្រោយបែរជាចាញ់គេដែលប្រើត្រឹមស្បែកក្តោបនិងត្រីកាហែទៅវិញត្រូវគេជន់ឈ្លីមិនឲ្យងើបមុខរួចលោកស៊ូចាប់តាំងពីថ្ងៃត្រង់មកដល់ពេលនេះមិនមានភ្ញៀវចូលមកអង្គុយទៅមួយសោះភ្ញៀវចាស់នាំគ្នាទៅតម្រង់ជួរនៅខាងនោះអស់ហើយ តើគាត់ធ្វើបែបនោះបានដោយរបៀបណាទៅដោយគ្មានគ្រឿងផ្សំល្អសោះលោកគ្រូជើថ្លៃចុះហត្ថលេខា300000 លោកស៊ូនេះមានន័យថាម៉េច ខ្ញុំបានស៊ើបមើលហើយកាលពី5ឆ្នាំមុនក្នុងការប្រកួតចុងភៅឯកថ្នាក់ខេត្តអ្នកគឺជាមនុស្សតែម្នាក់គត់ដែលទទួលបានពិន្ទុពេញលើមុខម្ហូបមីទឹករឿងនឹងវាចាស់គំរិលអស់ហើយ លោកស៊ូចង់ឲ្យខ្ញុំទៅធ្វើការនៅភោជនីយដ្ឋានជូសៀនឡៅមែនទេ នៅក្បែរនេះមានបើកហាងថ្មីមួយមេចុងភៅឈ្មោះលីនយេខ្ញុំចង់ឲ្យអ្នកជួយចម្លងមុខម្ហូបល្បីរបស់គេទាំងអស់មកឲ្យខ្ញុំតែថ្លៃឲ្យថោកជាងគេ30ដើម្បីកម្ចាត់គេចោល ធ្វើដៃកាត់នឹងការប្រើភ្លើងពិតជាល្អមែនប៉ុន្តែបើឲ្យចម្លងមុខម្ហូបគឺអាចធ្វើទៅបានតែបើឲ្យកាត់ថ្លៃ30នេះអ្នកចង់បើកសង្គ្រាមតម្លៃមែនទេ ខ្ញុំចេញគ្រឿងផ្សំអ្នកចេញធ្វើដៃខ្ញុំនឹងឲ្យភាគលាភអ្នក5បន្ថែមទៀតលក្ខខណ្ឌគឺក្នុងរយៈពេល3ថ្ងៃអ្នកត្រូវតែធ្វើម្ហូបទាំងនោះមកដាក់លើតុខ្ញុំឲ្យបានទាំងអស់ព្រមព្រៀង លោកលីនយេពួកគេបានជួលចុងភៅឯកម្នាក់មក ខ្ញុំឃើញហើយ លោកមិនបារម្ភទេគេលក់ម្ហូបស្បែកទឹកថ្លៃ199យើងលក់តែ299ទៅយ៉ាងទៀតខ្ញុំបានពិនិត្យមើលបងនោះហើយកាលពី5ឆ្នាំមុនគេធ្លាប់បានពិន្ទុពេញមែនមិនមែនជារបស់ខ្លាំងខ្លាយទេ អ្នកភ័យរឿងអី តើឲ្យខ្ញុំមិនភ័យយ៉ាងម៉េចកើតគ្រឿងផ្សំរបស់យើងកំពុងតែត្រូវគេរឹតបន្តឹងឯខាងនោះក៏កំពុងតែគំរាមកំហែងមកទៀត វិនអ្នកជឿជាក់លើខ្ញុំទេបើជឿខ្ញុំចូលទៅទទួលភ្ញៀវនៅខាងមុខទៅទុកឲ្យពួកគេញ៉ៃញ៉ៃទៅកាន់តែញ៉ៃញ៉ៃកាន់តែល្អសូមលោកអ្នករងចាំបន្តិច ម្ហូបស្បែកក្តោបក្នុងទឹកស៊ុបរបស់ចុងភៅជើនឹងមកដល់ភ្លាម ចុងភៅជើវិធីធ្វើរបស់អ្នកពិតជាអស្ចារ្យមែនលើកម្ហូបមកវ៉ាឆ្ងាញ់ណាស់
តម្លៃនេះអាចញ៉ាំនៅជូសៀនឡូវបានមែនទេលើកនេះពិតជាសមរម្យមែន លោកគ្រូហ៊ឺតើលោកយល់យ៉ាងណាដែរ ថ្វីដៃរបស់ចុងភៅជើពិតជាមិនធម្មតាមែនស៊ុបថ្លាស្បៃទុនលើសពីស្តង់ដារទៅទៀត ប៉ុន្តែអ្វីទៅ ប៉ុន្តែរសជាតិដើមនៃភាពស្រស់គឺមានកម្រិតរបស់វាហាក់ដូចជាខ្វះខាតបន្តិចបន្តួចបើធៀបនឹងគុយចិនក៏មិនដល់ថ្នាក់នឹងដែរចុះថោកជាង$100ណោះប៉ុណ្ណឹងគឺសមរម្យហើយ ខុសគ្នាឆ្ងាយណាស់មើលតែភាពថ្លានៃទឹកស៊ុបនេះចុះបើធៀបនឹងចូលស៊ីលីកុននៅខ្វះបន្តិចទៀតអ្នកទាំងអស់គ្នាសាកល្បងនេះមើលជាស្នាដៃពិសេសរបស់ចុងភៅជើលោកគ្រូហ៊ឺ មួយនេះក៏មិនរួចដែរការប្រើភ្លើងគឺធ្វើឲ្យបាត់ចំណង់អាហារប៉ុន្តែខ្លឹមសារនៃម្ហូបពោះវៀនជ្រូក9ជាន់គឺស្ថិតនៅលើការចម្អិនជាស្រទាប់ ចុងភៅជើមានរឿងអីហ្នឹងអ្នកមិនមែនជាចុងភៅមេដាយនេះទេអ្នកមិនមែនបានពិន្ទុពេញទេមិនក៏អ្នកដែលទៅនឹងរៀនចម្អិននៅតែធ្វើបានល្អជាង លោកម្ចាស់ស៊ូខ្ញុំធ្វើជាចុងភៅអស់20ឆ្នាំមកហើយដែលអាចយកមេដាយមាសបានព្រោះខ្ញុំធ្វើម្ហូបតាមក្បួនខ្នាតប៉ុន្តែលីនយេដែលអ្នកនិយាយនោះគាត់មិនមែនកំពុងធ្វើម្ហូបទេ មានន័យថាម៉េច គាត់កំពុងលេងសើចនឹងម្ហូបលោកហ៊ឺនិយាយត្រូវហើយការយល់ដឹងរបស់គាត់ចំពោះគ្រឿងផ្សំគឺជ្រួតជ្រាបដល់ឆ្អឹងទៅហើយ លីនយេជួយបំភ្លឺធ្មេញនេះផងមិនដល់មួយអាទិត្យទេភោជនីយដ្ឋាន Jackson ឡៅប្រកាសជាត្រូវបិទទ្វារជាមិនខានអ្នកវាយពកនៅចុងផ្លូវបែបនេះគឺសាហាវពេកហើយ មិនអីទេសម្រាប់ភូមិរបស់ខ្ញុំមិនដែលនៅត្រឹមតែផ្លូវមួយនេះទេ សូមទោសផងលោកតាហាងយើងខ្ញុំបិទហើយ កាំបិតនេះពិតជាល្អមែនគ្រាន់តែមិនដឹងថាដៃខ្ញុំនៅនឹងល្អឬអត់ទេដៃនៅនឹងរត់លោកតាបានភ្លក់ហើយនឹងដឹងទោះបីជាបិទហាងហើយក៏ដោយប៉ុន្តែបើចង់ឲ្យខ្ញុំចម្អិនហូបជូនគឺនៅតែអាចធ្វើទៅបានខ្ញុំមិនញ៉ាំអាហារដែលតុបតែងឆាតឆៃនោះទេធ្វើបាយឆាពងទាធម្មតាបំផុតមួយចានមកឲ្យខ្ញុំបើអាចឲ្យខ្ញុំញ៉ាំចូលខ្ញុំនឹងផ្ដល់ឱកាសល្អឲ្យអ្នកបើរសជាតិមិនឆ្ងាញ់ទេចូលដោះស្លាកយីហោ Gaijin នេះចេញឲ្យលឿនទៅកុំធ្វើឲ្យខូចឈ្មោះអក្សរពីរម៉ាត់នេះឲ្យសោះប៉ាន់ចាស់បាយឆាពងទាមួយចានសូមរងចាំបន្តិចការក្រឡុកខ្ទះត្រូវតែស្របនឹងចង្វាក់នៃភ្លើងឲ្យបានល្អឥតខ្ចោះដើម្បីឲ្យគ្រាប់បាយទទួលបានកម្ដៅនិងប្រើប្រាស់ក្លិនខ្ទះឲ្យបានពេញលេញធ្វើឲ្យក្លិនឈ្ងុយនៃពងទាជ្រាបចូលទៅក្នុងគ្រាប់បាយគ្រប់គ្រាប់រួចរាល់បាយឆាពងទារបស់អ្នកនេះសូមអញ្ជើញការប្រកួតកំពូលមេចុងភៅ Session B ស្រះទឹកតូចនេះមិនអាចឃុំអ្នកដែលជានាគបានទេចាំមើលថាតើកាំបិតរបស់អ្នកអាចកាត់ផ្តាច់មេឃនៃពិភពចុងភៅបានដែរឬទេវ៉ាន់រៀបចំខ្លួនទៅយើងត្រូវផ្លាស់ប្ដូរទៅកាន់ឆាកដែលធំជាងនេះ ស្ដាយមែនទេ មិនមែនស្ដាយទេកំពុងតែគិតថាបើឈ្នះពានត្រឡប់មកវិញ6នេះប្រហែលជាត្រូវរកកន្លែងធំជាងនេះដើម្បីព្យួរឲ្យអ្នកអួតឲ្យឆ្អែតទៅចុះបេក្ខជនដែលត្រូវបានអញ្ជើញពិសេសតើអ្នកគឺជាលោកលេងយីមែនទេ មែនហើយក្មេងស្រីអ្នកមិនច្រឡំទៅតើគូតាអញ្ជើញពិសេសសម្រាប់ឆ្នាំនេះមិនមែនមានតែ3នាក់ទេក្មេងម្នាក់នេះមើលទៅនៅក្មេងខ្ចីនៅឡើយមកពីភោជនីយដ្ឋានណាដែរ ក្នុងប្រព័ន្ធបង្ហាញថាលោកលីនតំណាងឲ្យគួយចិន គូចិនមិនដែលឮឈ្មោះសោះជាហាងតូចតាចនៅណាទៅពួកអ្នកធ្វើការកាន់តែមិនម៉ត់ចត់ហើយសូម្បីតែឆ្កែឆ្មាអីក៏អាចយកបានអញ្ជើញពិសេសបានដែរប្រហែលជាប្រើខ្សែស្រឡាយទៅចូលមកបានហើយមើលទៅយុវជនសម័យនេះរៀនចេះតែបន្តិចបន្តួចក៏ចេះតែអួតអាងមែនហើយសូម្បីតែក្រុមការងារក៏គ្មានផងជំនាញធ្វើម្ហូបនៅផ្ទះខ្ញុំនៅខ្លាំងជាងប្រញាប់ត្រឡប់ទៅផ្ទះវិញទៅឆាំម្ហូបរបស់ឯងទៅរួចរាល់ការងារហើយឬនៅ បាទរួចរាល់ហើយលោកលីនលេខសម្គាល់ការប្រកួតរបស់លោកគឺលេខ088ទីតាំងប្រកួតស្ថិតនៅតំបន់ F សូមលោកចូលទៅតំបន់ត្រៀមខ្លួនជាមុន ក្មេងម្នាក់នេះចេះដឹងពីច្បាប់ទម្លាប់ខ្លះទេចាំមើលសិនទៅបន្តិចទៀតនៅលើទីលានប្រកួតអាថត់ឲ្យខ្ញុំនឹងឲ្យអញដឹងថាអ្វីទៅជាម្ហូបពិតប្រាកដម្ហូបពិសេសមែនទេសង្ឃឹមថាដៃអ្នករឹងជាងមាត់អ្នកទៅចុះអ្នកក្រអឺតក្រទុំពេកហើយចាំមើលសិនចុះក្មេងមិនស្គាល់ក្បាលកន្ទុយម្នាក់នេះអាចធ្វើអ្វីបានខ្លះ លោកលីនស្ថានភាពនេះធំដុំណាស់អ្នកមើលទៅខាងនោះចុះម្នាក់ដែលកំពុងរើសគ្រឿងសមុទ្រនោះហាក់ដូចជាចុងភៅជើងចាស់ដែលធ្លាប់ឈ្នះមេដាយប្រាក់កាលពីឆ្នាំមុន
អ្នកណាធ្វើម្ហូបរួចរាល់ហើយទទួលបានពិន្ទុលើសពី9នឹងបានចូលវគ្គផ្ដាច់ព្រាត់ភ្លាមអ្នកណាបានពិន្ទុក្រោម9គឺត្រូវធ្លាក់ទាំងអស់ល្អ40នាទីខ្លីពេកហើយមែនទេអាចជ្រើសរើសគ្រឿងផ្សំបានតែ3មុខប៉ុណ្ណោះ កុំនិយាយច្រើនអីប្រញាប់ទៅដណ្ដើមយកគ្រឿងផ្សំទៅអ្នកមិនទៅដណ្ដើមទេរបស់ល្អគេដណ្ដើមយកអស់ហើយទុកឲ្យពួកគេទៅមុនចុះចុងភៅពិតប្រាកដម្នាក់មិនដែលពឹងផ្អែកតែលើគ្រឿងផ្សំឡើយអាល្អិតឯងយកចានបាយទាំងនេះមកធ្វើអីតើឯងគិតនឹងធ្វើស៊ុបតៅហ៊ូផ្ទះឲ្យពេញវីមែនទេនេះមិនមែនជារឿងកំ pl ែងទេមែនទេឬមួយក៏គេអស់សង្ឃឹមរហូតដល់លេងខ្វល់ពីអ្វីទាំងអស់នេះជាតៅហ៊ូអ្វីទៅកាត់ទាំងបិទភ្នែកមែនទេហើយថែមទាំងកាត់តៅហ៊ូរឹងទៀតតើវាអាចទៅរួចយ៉ាងម៉េចទៅតៅហ៊ូរឹងមានសាច់គ្រើមការកាត់ទាំងបិទភ្នែកងាយនឹងដាច់ណាស់ឃើញទេដាច់បាត់ទៅហើយឈ្ងុយណាស់ហេតុអ្វីបានជាឈ្ងុយខ្លាំងម្ល៉េះទាំងដែលគ្រាន់តែជាប៉េងប៉ោះមួយផ្លែសោះហេតុអ្វីបានជាក្លិនឈ្ងុយជាងសាច់គោវយរបស់ខ្ញុំទៅទៀតតៅហ៊ូហោសៃនេះគឺជាក្បាច់កាត់តៅហ៊ូហោសៃដ៏ល្អឥតខ្ចោះលេងនេះឯងពិតជាឈួតមែនហ៊ានយកតៅហ៊ូរឹងមកកាត់ជាសរសៃគិតឃើញទៅរួចអស់ពេលហើយសូមបេក្ខជនទាំងអស់ឈប់ចំអិនហើយថយក្រោយមួយជំហាននោះគឺជាប្រធានកិត្តិយសនៃសមាគមចុងភៅជាតិលោកតាយ៉ាន់សុងដែលជាកំពូលចុងភៅក្នុងរឿងព្រេងនិទានជំនាន់មុនបង្កងឆ្អិនពេកសាច់ស្វិតឲ្យ3ពិន្ទុធ្លាក់សាច់គោវយូជៀនខ្លាញ់ពេកក្លិនម្រេចលុបលើក្លិនសាច់អស់ហើយ4ពិន្ទុធ្លាក់ម្ហូបមាន់ស្ងោរជាមួយ truffle ស៊ុបមាន់ខាប់ហើយក្លិន truffle បាត់អស់រលីង2ពិន្ទុធ្លាក់លោកតាសុំសាកល្បងមើលខ្ញុំទៅយកបង្កងមកទៅនេះវាជាអ្វីស៊ុបពេងប៉ោះទៅហ៊ូអ្នកយកកំហុកបែបនេះដែលអន់ជាងបាយកញ្ចប់តាមផ្លូវទៅទៀតមកធ្វើឲ្យពួកយើងខឹងមែនទេយកទៅហ៊ូមកចិញ្ច្រាំជាសរសៃបែបនេះពិតជាលេងសើចពេកហើយម្ហូបនេះមិនបាច់ភ្លក់ទេធ្លាក់ភ្លាមតែម្ដងទៅឈប់សិនពួកអ្នកដឹងស្អីខ្លះចេះតែមើលថាគ្រឿងផ្សំថ្លៃឬមិនថ្លៃក្មួយប្រុសយើងជួបគ្នាទៀតហើយណាបាយឆាពងទីចាននោះកាលពីប៉ុន្មានថ្ងៃមុនធ្វើឲ្យតាដកជាប់ក្នុងអារម្មណ៍យូរណាស់លោកយានសូមសាកល្បងម្ហូបនេះចុះម្ហូបនេះខ្ញុំដាក់ឈ្មោះថាពុកក្រហមហោះលើព្រើពុកក្រហមហោះលើព្រើឈ្មោះល្អណាស់ភាពរឹងរបស់តៅហ៊ូចាស់នៅពេលនេះបានក្លាយជាចំណុចពិសេសទៅវិញសូម្បីតែសរសៃសក់របស់អ្នកក៏ត្រូវស្រូបយករសជាតិតៅហ៊ូដែរពេលខំដាច់ភ្លាមមានអារម្មណ៍ថាវាស្រួយនិងយឺតយ៉ាងម៉េចមិនដឹងនេះហើយទើបហៅថាជារសជាតិដើមពិតប្រាកដនេះហើយដែលគេហៅថាភាពសាមញ្ញដែលអស្ចារ្យគ្រឿងផ្សំថោកជាមួយការចម្អិនដ៏សាមញ្ញបំផុតតែអាចបង្កើតបានរសជាតិដែលមានកម្រិតបែបនេះក្មួយប្រុសជំនាញកាត់ដុំនិងការយល់ដឹងពីគ្រឿងផ្សំរបស់ក្មួយគឺឈានដល់កម្រិតកំពូលហើយតើជារឿងដែលអាចទៅរួចយ៉ាងម៉េចទៅគ្មានទឹកស៊ុបខាប់គ្មានគ្រឿងសមុទ្រហេតុអ្វីបានជាវាមានរសជាតិឆ្ងាញ់ខ្លាំងម្ល៉េះពិន្ទុពេញបេក្ខជនលេខ088លីងយេមុខម្ហូបឈីយុនហ្វៃស៊ូទទួលបានពិន្ទុពេញនិងបានឡើងទៅវគ្គបន្តមិនត្រឹមតែប៉ុណ្ណោះកម្រិតទ្វេដៃនេះគឺលើសពីការប្រកួតចម្រុះទៅទៀតក្នុងនាមជាចៅក្រមធំខ្ញុំសូមប្រកាសថាអ្នកទទួលបានសិទ្ធិឡើងទៅវគ្គផ្ដាច់ព្រាត់ភ្លាមចូលទៅប្រកួតវគ្គចុងក្រោយដោយផ្ទាល់តែម្ដងបានឡើងទៅវគ្គផ្ដាច់ព្រាត់ដោយផ្ទាល់នេះជារឿងដែលមិនធ្លាប់មានក្នុងរយៈពេល7ឆ្នាំនៃការប្រកួតពានរង្វាន់ Session នេះឲ្យយេអាមួយនេះវាជាបិសាចមកពីណាឲ្យប្រកាសទៅត្រឹមតែស៊ុបតៅហ៊ូទឹកក្រហមមួយចានបែរជាអាចទម្លុះចូលដល់វគ្គផ្ដាច់ព្រាត់បានរឿងនេះនិយាយទៅមានអ្នកណាជឿទៅអរគុណលោកយ៉ែនប៉ុន្តែមិញនេះមានចំណុចមួយដែលលោកនិយាយខុសហើយអូចំណុចណាទៅនេះមិនមែនជាការអួតអាងទេដល់ពេលប្រកួតវគ្គផ្ដាច់ព្រាត់ខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាបានឃើញថាអ្វីទៅហៅថាជាទេពកោសល្យពិតប្រាកដម្ចាស់ផ្ទះទូរស័ព្ទមកដេញថ្លៃឈ្នួលផ្ទះហើយក៏មានអ្នកគ្រប់គ្រងមួយចំនួនទៀតនិយាយថាបើថ្ងៃនេះមិនទូទាត់ថ្លៃទំនិញខែមុនឲ្យចប់ទេនោះពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់លេងយីអ្នកគិតថាអ្នកឈ្នះប្រាកដហើយមែនទេម្រងធីងមានចរិតឯកោខ្លាំងណាស់
ប៉ុន្តែឲ្យតែម្ហូបដែលនាងធ្វើគឺមិនដែលបរាជ័យឡើយលោកម្រងខ្ញុំឈ្មោះស៊ឺឈិងមកពីភោជនីយដ្ឋាន Jason Lau ខ្ញុំចង់អញ្ជើញលោកឲ្យតំណាងឲ្យ Jason Lau ដើម្បីចូលរួមវគ្គផ្ដាច់ព្រាត់ពានរង្វាន់ Jason Cup ក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ ខ្ញុំមិនចាប់អារម្មណ៍ទេ ខ្ញុំនឹងប្រកូលភាគហ៊ុនទាំងអស់របស់ Jason Lau បូករួមទាំងអចលនទ្រព្យទាំងអស់ដែលមានឈ្មោះខ្ញុំនឹងឡានជូនលោកទាំងអស់ឲ្យតែលោកអាចធ្វើបានក្នុងវគ្គផ្ដាច់ព្រាត់គឺជន់ឈ្លីលេងញីឲ្យនៅក្រោមជើងរបស់លោក លេនីម្នាក់ដែលកាត់ទៅហ៊ូធម្មតាឲ្យទៅជាសរសៃរហូតទទួលបានពិន្ទុពេញមែនទេ ចាស់គឺគាត់នឹងឯង 3 ថ្ងៃទៀតជួបគ្នានៅទីលានប្រកួត លេងញីលើកនេះខ្ញុំហ៊ានលេងធំហើយមើលថាឯងនឹងដោះស្រាយយ៉ាងម៉េចលេងញីខ្ញុំស៊ើបដឹងហើយស៊ឺឆេងបានលក់ចិត្តជាឡៅហើយថែមទាំងដាក់បញ្ចាំឡាននឹងផ្ទះទៀតដើម្បីដូរយកលុយសុទ្ធមួយចំនួនធំទៅជូនមេចុងភើអាតកំបាំងម្នាក់ឈ្មោះមរងថេង ម្រងថេងយល់ហើយ លោកមិនមានអារម្មណ៍ដានតឹងទេពីគេថាអ្នកនោះជាមនុស្សឈួតចូលចិត្តធ្វើម្ហូបដែលថ្លៃហួសហេតុ កម្ពុជានៃសិល្បៈធ្វើម្ហូបមិនមែនស្ថិតនៅលើតម្លៃគ្រឿងផ្សំនោះទេប៉ុន្តែវាស្ថិតនៅលើការយល់ដឹងរបស់មនុស្សចំពោះអាហារទៅវិញទេ គណៈកម្មការទាំងអស់គ្នាសូមស្វាគមន៍មកកាន់វគ្គផ្ដាច់ព្រាត់អ្នកដែលឈរនៅលើឆាកថ្ងៃនេះមានតែបេក្ខជន2រូបប៉ុណ្ណោះម្នាក់គឺអ្នកប្រណាំងសេះខ្មៅដ៏អាចកំបាំងលីនយេចំណែកម្នាក់ទៀតគឺមេចុងភៅដ៏ល្បីល្បាញប៊ូរងភីង សាច់ខ្លាខិនខ្មៅយៈអាយុកាលរាប់រយឆ្នាំផ្សំជាមួយសាច់មាន់ខ្មៅពូជវីងហួងនិងសម្បុកត្រចៀកកាំព្រៃទឹកកកគ្រឿងផ្សំទាំង3មុខនេះតម្លៃដាំប្រហែលជាច្រើនលានហើយមែនទេភោជនីយដ្ឋានជូសៀនឡៅពិតជាហ៊ានចំណាយខ្លាំងណាស់បច្ចេកទេសនេះពិតជាគួរឲ្យខ្លាចណាស់គាត់គ្រប់គ្រងសីតុណ្ហភាពបានយ៉ាងជាក់លាក់ដល់ទៅកម្រិតសុខភាពគាត់កំពុងធ្វើអ្វីហ្នឹងវគ្គផ្ដាច់ព្រាត់បែរជាប្រើស្បែកក្តោបនឹងអង្គទៅវិញអ្នកពិតជាក្រអឺក្រទុំពេកហើយឈួតទៅហើយមែនទេនេះគឺជាវគ្គផ្ដាច់ព្រាត់ណាទោះបីជាគាត់ធ្លាប់ឈ្នះដោយប្រើទៅហ៊ូក៏ដោយប៉ុន្តែគូប្រកួតលើកនេះគឺប្រើគ្រឿងផ្សំមានតម្លៃរាប់លានឯណោះរសជាតិរាប់រយមុខវិលត្រឡប់ទៅរកប្រភពដើមមិនមែនវិលទៅរកភាពហឺហាឡូឡានោះទេគឺវិលទៅរកខ្លឹមសារដើមរបស់វាអាមួយនេះវាចេះដាក់ចុះមែនសំណស្ងោរស្បែកក្តោបនឹងតៅហ៊ូស៊ុបអង្ករលីងគេចង់យកស៊ុបអង្ករលីងមកធ្វើជាទឹកស៊ុបនេះគឺជាវិធីធ្វើទឹកស៊ុបបុរាណដែលបាត់បង់ជិត100ឆ្នាំមកហើយរសជាតិឆ្ងាញ់មិនចាញ់ស៊ុបមាន់ឡើយអស្ចារ្យណាស់ល្អឥតខ្ចោះមែនរសជាតិផ្អែមរបស់ត្រចៀកកាំក្លិនឈ្ងុយរបស់មាន់ខ្មៅភាពរលោងរបស់សម្បុកត្រចៀកកាំទាំង3មុខនេះលាយចូលគ្នាបានយ៉ាងល្អឥតខ្ចោះរសជាតិនេះពិតជាអស្ចារ្យលើសពីការរំពឹងទុក 9.9 ពិន្ទុ9.9 ពិន្ទុ9.5ពិន្ទុពិន្ទុរົບ 9.82 ពិន្ទុលីងយេទៅម្ហូបផ្ទះរបស់អ្នកម្ហូបនេះបាននៅចំពោះមុខភោជនីយដ្ឋានហ្វឹងអូរបស់ខ្ញុំគឺមិនអាចយកមកប្រៀបធៀបបានឡើយម្ហូបនេះឈ្មោះអ្វីរូបរាងដ៏អស្ចារ្យមិនអាចមើលឃើញដោយភ្នែកផ្លូវដ៏អស្ចារ្យគឺសាមញ្ញបំផុតម្ហូបមួយមុខនេះមានឈ្មោះថាវិលត្រឡប់ទៅរកភាពដើមនេះវាជារសជាតិអ្វីទៅរសជាតិរាប់រយរួមបញ្ចូលតែមួយពិតជាអស្ចារ្យណាស់រសជាតិរាប់រយរួមបញ្ចូលតែមួយម្ហូបមួយមុខនេះរបស់លីនយេគឺជាកម្រិតខ្ពស់បំផុតនៃសិល្បៈធ្វើម្ហូបការវិលត្រឡប់ទៅរកភាពសាមញ្ញដើមគាត់ប្រើគ្រឿងផ្សំដែលមានតម្លៃថោកបំផុតប៉ុន្តែអាចធ្វើឲ្យមានរសជាតិដែលធ្វើឲ្យព្រលឹងញាប់ញ័រពិន្ទុពេញ10ពិន្ទុរួមគឺ10ពិន្ទុពេញនេះគឺជាការឈ្នះដាច់តែម្ដងមិនអាចទៅរួចទេមិនអាចទៅរួចដាច់ខាតសំមួយឆ្នាំងនេះមិនក៏អាចឈ្នះមាន់ខ្មៅរបស់ខ្ញុំបានពួកអ្នកលួចបន្លំមនុស្សដែលសំបីតែប្រភពដើមនៃអាហារក៏មិនយល់មិនសមនឹងឈរនៅមុខចង្ក្រាននេះទេចប់អស់ហើយអ្នកធ្វើបានសម្រេចហើយខ្ញុំអាចក្លាយជាអ្នកស្គាល់រសជាតិអាហារដ៏អស្ចារ្យលីងយេអ្នកសុំនឹងទទួលបានងារនេះក៏ស័ក្តិសមនឹងពាក្យថាទេពចុងភៅដែរលោកយេយ៉ានខ្ញុំមិនដែលគិតចង់ធ្វើជាទេពចុងភៅទេខ្ញុំដឹងអ្នកគ្រាន់តែចង់ធ្វើម្ហូបនេះមួយឲ្យបានល្អប៉ុណ្ណោះក្មេងល្អបែរជាខ្ញុំទៅជាគិតរយៈកាត់ទៅវិញពាក្យថាវិលត្រឡប់ទៅរកភាពដើមរបស់អ្នកនេះមានតម្លៃជាងពានរង្វាន់ណាមួយទៅទៀតពាននេះអ្នកត្រូវតែទទួលយកដើម្បីឲ្យអ្នករក្សាទឹកចិត្តដើមក្នុងការធ្វើម្ហូបកុំឲ្យគេឈ្មោះបបបញ្ឆោតឲ្យសោះក្មួយយើងត្រឡប់ទៅផ្ទះវិញបាទត្រឡប់ទៅផ្ទះវិញក្មេងម្នាក់នេះទើបជាអ្នកដែលយល់ពីសិល្បៈធ្វើម្ហូបពិតប្រាកដ